present simple គឺជាបច្ចុប្បន្នកាលធម្មតាហើយខាងក្រោមនេះទាំងអស់នេះគឺជាប្រព័ន្ធពេញលេញនៃ present simple ខួរ idea របស់វាគឺខ្លឹមសារស្នូលពិតប្រាកដរបស់វាទាំងអស់នេះ present simple ស្មើនឹងអ្វីវាជាបែបហ្នឹងស្រាប់ហើយបើសិនជាគ្នាចង់ចាំគឺចាំត្រង់នេះគិតរូបភាពក្នុងខួរក្បាលវាមិនមែនកំពុងកើតឡើងទេប៉ុន្តែគឺជាបែបនេះជាប្រចាំឬក៏ជានិច្ចនេះ outcome លទ្ធផលសម្រេចនៅពេលដែលយើងរៀនមេរៀននឹងចប់ក្រោយចប់មេរៀននេះអ្នកត្រូវតែបែងចែក present simple ចេញពី continuous ឲ្យដាច់ស្រឡះវាអាចងាយច្រឡំគ្នាមើលចប់ដឹងហើយយល់ថាវាមិនមែនប្រែថាឥឡូវនេះទេប្រើជាមួយ fact habit system បានយ៉ាងស្ទាត់ជំនាញ system គឺជាប្រព័ន្ធនៃការប្រើរបស់ present simple ហ្នឹង system 1 structure រចនាសម្ព័ន្ធណាមួយត្រង់នេះគេអានថា affirmative គឺបកប្រែមកមិនប្រយោគស្របទេបើថាបកប្រែឲ្យប្រយោគស្របទៅដោយគឺវាត្រូវមានពាក្យ sentence មកដែរប៉ុន្តែនេះអត់ទេចង់បញ្ជាក់ថា affirmative ហ្នឹងវាជាអ្វីដែលយល់ស្របងាយគឺប្រយោគស្របហ្នឹងឯងនេះតម្រងរបស់វា subject បូក verb 1យើងដឹងតែ verb 1នេះគេគឺជាតម្រងកិរិយាទី1នេះប្រភេទប្រធានរបស់វា subject មានដូចជា I you we they យើងប្រើជាមួយ verb 1នេះឧទាហរណ៍ I eat rice អានេះhe she it verb 1បូកនឹង s ឬក៏ es នេះ she eat rice បើចង់ដឹងថាមិនបានត្រង់នឹងមួយថែម s មួយអត់ថែមអញ្ចឹងអាហ្នឹងគឺជាចូលទៅមេរៀនតម្រងការថែម s អាហ្នឹងយើងដឹងហើយ rule គឺច្បាប់សំខាន់របស់វាប្រសិនបើប្រធានជា he she it ត្រូវតែថែម s ឬក៏ es ក្រោយកិរិយាសព្ទគេសួរថា why រកមូលហេតុរបស់វាហេតុអ្វីបានជាត្រូវថែម s និង es ភាសាអង់គ្លេសត្រូវការបញ្ជាក់ឲ្យច្បាស់ថាអ្នកណាជាអ្នកធ្វើអញ្ចឹង he she it គឺស្មើនឹងជាឯវចនៈបុគ្គលទី3 third person singular ដូច្នេះត្រូវតែមាន marker ហ្នឹងគឺជាអ្នកសម្គាល់អីចឹងសញ្ញាសម្គាល់នេះគឺ time s ដើម្បីសម្គាល់ឥឡូវឧទាហរណ៍ I eat you eat he eats ឃើញទេបើអ្នករៀនធ្លាប់ដឹងហើយថាហេតុអ្វីគេដាក់អញ្ចឹងគេថាប្រសិនបើមិនថែមប្រយោគនោះនឹងមិនពេញលេញនៅក្នុងប្រព័ន្ធភាសារបស់អង់គ្លេសហ្នឹងឯងនេះឧទាហរណ៍ he works គាត់ធ្វើការ she plays នាងលេង it rains វាភ្លៀងចូលទៅប្រងប្រយោគស្របម្ដងដឹងថាអីជាប្រយោគស្របទេវាថានិយាយទៅគឺស្របហ្មងមិនមានអីដែលប្រឆាំងបដិសេធឬក៏ជាសំណួរគឺស្របទៅហ្មងអានេះគេអានថា affirmative pattern គឺជាទម្រង់ប្រយោគស្របឧទាហរណ៍ដូចជា I eat rice every day ខ្ញុំញ៉ាំបាយរាល់ថ្ងៃ You study English usually ជាធម្មតាអ្នករៀនភាសាអង់គ្លេស We play football often ពួកយើងលេងបាល់ទាត់ញឹកញាប់ពាក្យថា often នេះយើងអាចអានថា often ក៏បាន often ក៏បានអានេះ They watch movies sometimes ជួនកាលពួកគេមើលកុន He drinks coffee always គាត់ផឹកកាហ្វេជានិច្ចអានេះ She wakes up every morning នាងក្រោកពីគេងព្រលឹមរាល់ព្រឹកហើយប្រយោគនេះ It rains in the rainy season វាភ្លៀងនៅក្នុងរដូវវស្សាឆ្ងល់តែមិនបានជាគ្រូអានថាត្រង់នេះ season មិនមែន season ទេអានេះវាទាក់ទងនឹងសំឡេងញ័រនិងមិនញ័រករបស់អង់គ្លេសចង់ដឹងច្បាស់តើរៀនដល់សំឡេងញ័រមិនញ័រមិនដឹងថាហេតុអីអានេះវាខុសមួយខ្មែរយើងឃើញមិនអានចឹងតែអង់គ្លេសអត់ទេ System 2 negative ប្រយោគបដិសេធ
តម្រងរបស់វានៅពេលដែលប្រើគឺមានដូចជា subject បូក do ឬក៏ does time not ឬហើយបូកverb 1នេះប្រធានរបស់វាមានអីខ្លះមាន I you we they រចនាសម្ព័ន្ធរបស់វាគឺ do not I do not eat ហើយនេះប្រធានបើជា he she it គឺ does not ដូចត្រង់នេះចឹង she does not eat គឺថាហេតុអីជាមិនហេតុអ្វីបានតម្រងវាខុសពីខាងលើនោះគឺជានេះ do not នេះ do does ស្មើនឹងវាគឺជាតួជំនួយ auxiliary នៃ tense នេះ does គឺជាជំនួយដែលមាន s នៅក្នុងខ្លួនរួចហើយដូច្នេះកិរិយាសព្ទ verb by time s ទៀតទេនេះដូចជា she does not eat នឹងត្រឹមត្រូវបើ she does not eat អានឹងខុសហេតុអីដោយសារតែវាមានជំនួយហើយការ time s គឺវាធ្លាក់ទៅលើពាក្យ do ហើយអញ្ចឹងបើសិនជាប្រធាន he she it ជាទម្រង់បដិសេធដែលជាទម្រង់ពួកក្រុម present គឺជាបច្ចុប្បន្នកាលបាច់ time s ឯចាំប្រយ័ត្នខុសគ្រប់ពេលដែលមាន do ជាជំនួយហើយគឺទម្រង់វាតែមួយកិរិយាតែមួយដូចជា IUV day ដែលយើងដឹងថាបើជា present ធម្មតាត្រូវតែ time s ឲ្យបុគ្គលទី3ដែលជាឯកវចនៈមែនអត់ប៉ុន្តែទម្រង់បែបនេះកុំព្រោះ s វាទៅ time នឹងពាក្យ do បដ ទៅជា does ទម្រង់វាតែមួយក៏ time ទៅវាអានទៅជា does បើសិនជាយើង time ទាំងពីរបើនៅអង់គ្លេសវាបែបថាដូចជាមានមេការ2នាក់អញ្ចឹងនៅក្នុងក្រុមតែមួយអញ្ចឹងមិនបាច់ទេហាម time អានឹងគឺជាទម្រង់negative គឺជាទម្រង់ប្រយោគបដិសេធចាំព្រោះអីកន្លែងហ្នឹងបើសិនជាអ្នកប្រឡងអាចនឹងខុសធ្លាក់បន្ទុកបានយើងមកមើលទម្រង់នឹងឧទាហរណ៍របស់វាម្ដងដើម្បីឲ្យបញ្ជាក់កាន់តែខ្លាំងអានេះ negative pattern ពេញលេញទម្រង់ប្រយោគបដិសេធឧទាហរណ៍ I do not eat rice every day ខ្ញុំមិនញ៉ាំបាយរាល់ថ្ងៃទេមានន័យថាយើងដឹងហើយថាទម្រង់ពួក present ទៅទៅនឹងឥឡូវមែនទេវាថាខ្ញុំអត់ញ៉ាំបាយរាល់ថ្ងៃទេឥឡូវអាចមួយអាទិត្យញ៉ាំ3ដងឬក៏ញ៉ាំអីផ្សេងក្រៅពីបាយអញ្ចឹងហើយនេះ You do not study English usually ជាធម្មតាអ្នកមិនរៀនភាសាអង់គ្លេសទេហើយវាថាពីដើមមកគាត់មិនមែនអ្នករៀនភាសាអង់គ្លេសណាឈប់ជាធម្មតាអ្នកមិនរៀនភាសាអង់គ្លេសទេហ្នឹងហើយគឺវាផ្ទុយត្រូវចាំថាប្រយោគស្របហើយនឹងប្រយោគបដិសេធគឺវាផ្ទុយគ្នាវាគេមកនិយាយថាចេះអង់គ្លេសមកពីណាបើធម្មតាអ្នកមិនបានរៀនភាសាអង់គ្លេសផងនឹងប្រហែលជាគេអត់ដឹងអីចឹងហ្នឹងហើយទម្រង់នៃអត្ថន័យវាគឺបែបហ្នឹងអានេះ we do not play football often និយាយពួកយើងមិនលេងបាល់ទាត់ញឹកញាប់ទេមានន័យថាលេងដែរប៉ុន្តែវាអត់ញឹកញាប់ហើយនេះ they do not watch movies sometimes ជួនកាលពួកគេមិនមើលកុនទេអាចមើលដែរប៉ុន្តែវាភាគតិចខ្លាំងជាងពាក្យ sometimes គឺមានន័យថាវា50-50គឺមើលផងអត់ផងប៉ុន្តែប្រយោគកន្លែងនេះមានន័យថាមើលមិនញឹកដល់ថ្នាក់ហ្នឹងទេYeah he does not drink coffee always គាត់មិនមែនផឹកកាហ្វេជានិច្ចទេគឺរបៀបថាផឹកដែរប៉ុន្តែមិនផឹកញឹកដល់ថ្នាក់ហ្នឹងទេគឺវាគិតទៅគឺវាផ្ទុយពីប្រយោគស្របហ្មងបើចង់ឲ្យច្បាស់តើយើងយល់ពីពួកពាក្យអស់នេះ every day ជាក្រុម adverb usually often sometimes always ហើយនឹងនេះ every នេះហើយដូចនេះ she does not wake up early every morning មានន័យថានាងមិនមែនក្រោកពីគេងព្រលឹមរាល់ព្រឹកទេអាចក្រោកដែរប៉ុន្តែមិនមែនរាល់ព្រឹកញឹកទេណាព្រោះយើងដឹងហើយទម្រង់ស្របរបស់ present simple គឺវាជាទម្លាប់ជាធម្មតាគឺវាញឹកញាប់ខ្លាំងហ្មងហើយនេះ It does not rain in summer វាមិនភ្លៀងទេនៅរដូវក្តៅយើងដឹងតែថារដូវក្តៅវាមិនភ្លៀងណាប៉ុន្តែមិនមែនថាវាមិនភ្លៀងសោះទេណាវាអាចព្រោះអីអាកាសធាតុវាប្រែប្រួលប៉ុន្តែវាជាធម្មតាយើងចាំថាពួក present simple អីនោះអស់ហ្នឹងមិនថាវាជាសំណួរជាប្រយោគស្របឬបដិសេធទេគឺវាអត្ថន័យវាអត់ទៅណាឆ្ងាយពីអីដែលវាជា
រឿងកើតឡើងធម្មតាវាថាឡើងសាមនៅបច្ចុប្បន្នកាលព្រោះអីបើសិនជាយើងចាប់វាអត់បានទេវាអាចច្រឡំគ្នាអានេះ question ម្ដងគឺជាពួកប្រយោគសំណួរ season 3 main 3 3អានេះ question ប្រយោគសំណួរវាមានដូចជា do does បូក subject ហើយនិង verb 1នេះបើសិនជាប្រធានរបស់វា do you eat តើអ្នកញ៉ាំមែនទេ Yeah does she eat តើនាងញ៉ាំមែនទេយល់ពាក្យថាតើអ្នកញ៉ាំមែនទេហ្នឹងគេមានន័យមិនអត់នៅពេលដែលគេប្រើតម្រងពួកប្រយោគ present simple គាត់ថាអានេះវាជាក្រុមវានៅតម្រង present simple ឡើយគាត់ថាវាជាប្រភេទពួក question ដូចយើងដឹងហើយថាវាមាន3មានប្រយោគស្រោចសំណួរនិងបដិសេធតាមនេះគេសួរថាជាធម្មតាអ្នកញ៉ាំអត់មិនមែនសួរថាតើអ្នកបានញ៉ាំរបស់ខ្ញុំមែនទេមែនទេណាព្រោះអាហ្នឹងវាជាតម្រងផ្សេងឯងពួកអតីតកាលបាត់ហើយគេគាត់សួរថាតើអ្នកញ៉ាំមែនទេក្នុងខួរក្បាលគេចង់សួរថាជីវិតប្រចាំថ្ងៃរបស់អ្នកញ៉ាំរបស់នឹងអត់របស់អីក៏ដោយដែលគេសួរបញ្ជាក់អញ្ចឹងហើយនេះតើនាងញ៉ាំមែនទេឧទាហរណ៍ថាយើងចង់ញ៉ាំនរណាម្នាក់យើងសួរមិត្តភក្តិនាងថាធម្មតានាងញ៉ាំម្នេះអត់គឺលក្ខណៈអញ្ចឹងអត្ថន័យវាចាំក្រុមប្រយោគនៃ present simple ចឹងហើយគេប្របែកបានជា12កាលណាការនីមួយៗគេប្រើបើយើងស្ដាប់ទៅយើងបកប្រែជាខ្មែរគឺន័យវាអត់ទៅណាឆ្ងាយគឺវាអាចនឹងច្រឡំគ្នាចឹងហើយបានគ្រូបញ្ជាក់ឲ្យបញ្ជាក់ទៀតនៅពេលដែលគេសួរយើងឬក៏យើងសួរគេក្នុងអត្ថន័យបែបណាបើសួរគេថាជាធម្មតាគេញ៉ាំចឹងអត់គឺយើងត្រូវប្រើប្រយោគបែបនេះគឺទម្រង់ present simple នេះគេថា why គេថាភាសាអង់គ្លេសដាច់ខាតត្រូវតែមានតួជំនួយក្នុងការបង្កើតសំណួរបើសិនជាត្រង់នេះគេចង់បញ្ជាក់ថាយើងអាចច្រឡំជាមួយភាសាខ្មែរយើង do you eat យើងអាចបើសិនជាខ្មែរយើងអាចនិយាយថាញ៉ាំហ៎ឬក៏ you eat សួរបញ្ជាក់តែប៉ុណ្្នឹងប៉ុន្តែអង់គ្លេសត្រឹមតែ you eat ចឹងអត់បានទេណាគេត្រូវមានតួជំនួយដូចជាពាក្យ do នឹងឯងមកជំនួយព្រោះគេត្រូវការពេញលេញច្បាស់លាស់អង់គ្លេសចាំនេះ you eat rice តើជា do you eat rice គឺថែមអញ្ចឹងណាបើយើងសួរគ្រាន់តែថាយើងតម្លាក់សលេងឬក៏សំឡេងធម្មតាគឺយល់ហ្មងថាជាសំណួរឬក៏ជាការបញ្ជាក់ឬក៏ជាប្រយោគស្រោចដូចថាយើងនិយាយថា you eat rice អ្នកញ៉ាំបាយតែបើសិនយើងសួរថាអ្នកញ៉ាំបាយតែអង់គ្លេសអត់ទេត្រូវថែមពាក្យ do មកគឺវាខុសគ្នាត្រង់នឹងទៀតអញ្ចឹងត្រូវប្រយ័ត្នតិចនេះពាក្យ do does ស្មើនឹងគឺជាឧបករណ៍សម្រាប់បោកសំណួរមើលពួកប្រយោគវាម្ដង question pattern ពេញលេញនេះឧទាហរណ៍do I eat rice every day តើខ្ញុំញ៉ាំបាយរាល់ថ្ងៃមែនទេយើងអាចនឹងប្រយោគនេះយើងអាចនឹងភ្លេចថារាល់ថ្ងៃយើងញ៉ាំបាយអត់យើងញ៉ាំបាយជាប់ហ្មងឬក៏អត់យើងចង់សួរគេបញ្ជាក់អញ្ចឹងពេលខ្លះយើងអត់ដឹងខ្លួនណាយើងទៅប្រាប់គេថាខ្ញុំញ៉ាំបាយរាល់ថ្ងៃតែក៏ពិតយើងអត់បានញ៉ាំអញ្ចឹងយើងសួរគេបញ្ជាក់តើខ្ញុំញ៉ាំបាយរាល់ថ្ងៃមែនទេហ្នឹងហើយហើយនេះ do you study English usually តើជាធម្មតាអ្នករៀនភាសាអង់គ្លេសមែនទេ Yeah do we play football often តើពួកយើងលេងបាល់ទាត់ញឹកញាប់មែនទេសួរបញ្ជាក់អីចឹងចង់ច្បាស់តើតារៀនដល់ក្រុមពួកប្រយោគប្របែកពួកហ្នឹងមានមេរៀនប្របែកមានក្រុមប្រយោគស្របប្រយោគបដិសេធហើយនិងប្រយោគសំណួរគឺប្របែកផ្សេងហ្មងតែនេះគ្រូដាក់បន្ថែមមកដើម្បីព្រោះអីយើងគង់តែជួបវាឯងអានេះ do they watch sorry គ្រូច្រឡំអក្សរ A រហូត do they watch movie sometime do they watch movie sometimes តើជួនកាលពួកគេមើលកុនមែនទេយើងដឹងហើយថាពាក្យមែនទេខ្មែរយើងដាក់មកគឺដើម្បីបញ្ជាក់អង់គ្លេសវាមានពួកអា question tag បើថាសួរមួយម៉ាត់ឆ្លើយមួយម៉ាត់ឬក៏សួរជាសំណួរវែងគឺយើងអាចឆ្លើយតែមួយម៉ាត់បានឬក៏ឆ្លើយមកជាប្រយោគក៏បាន
មានតែរៀនដល់មេរៀនពួកក្រុមប្រយោគទេបានយល់កាន់តែខ្លាំងនេះ Does he drink coffee always តើគាត់ផឹកកាហ្វេជានិច្ចមែនទេនេះ does she wake up early every morning តើនាងក្រោកពីគេងព្រលឹមរាល់ព្រឹកមែនទេហើយនេះ does it rain in the rainy season តើវាភ្លៀងនៅរដូវវស្សាមែនទេវាថាលក្ខណៈសួរបញ្ជាក់អញ្ចឹងណាតែប្រយ័ត្នតែមិនបានគ្រូឲ្យគ្នាយើងរៀនអាក្រុម3ពាក្យនោះពាក្យ be ពាក្យ do គឺវាប្រើនិយាយទៅ be ប្រើគ្រប់តម្រងហ្មងប៉ុន្តែពាក្យ do គឺវាប្រើតែជាមួយពួកបដិសេធនិងសំណួរឯងហើយជំនួយខ្លះបើ have ប្រើភាគច្រើនគឺនៅជាមួយពួកការ perfect គឺញឹកហ្មងប៉ុន្តែបើក្រុមពួក be verb to be វាបបែកខ្លួនជាប្រមាណណាគឺវានៅសឹងគ្រប់ការទាំងអស់ហ្មងទាំង12ការហ្នឹងហើយពួកវាគឺជាដើរតួនាទីសំខាន់សម្រាប់ឲ្យយើងដឹងថាអ្នកនិយាយកំពុងតែចង់និយាយឬក៏សំដៅលើអ្វីចូលទម្រង់ទី4ម្ដង system 4ត្រង់នេះអានថា usage មិន usage ណាមិនស្រៈ a ណាគឺស្រៈ s I ខ្លី usage តើប្រើនៅពេលណាហើយ usage នេះគឺបើប្រើមកគឺការប្រើប្រាស់ទី1 faked ការពិតត្រង់នេះមានន័យថាវាជាការពិតដែលយើងមិនអាចប្រកែកបានណាឧទាហរណ៍ water boils at 100 Celsius ទឹកពុះនៅ100អង្សាសេ water boils at 100 Celsius the sun rises in the east ព្រះអាទិត្យរះនៅខាងកើតយើងដឹងហើយថាព្រះអាទិត្យរះពីខាងណាពីខាងកើតមែនទេហើយទឹកពុះនៅប្រហែលអង្សាសេគឺ100អង្សាសេហើយគឺវាពុះហើយមែនអត់គឺវាមិនអាចប្រកែកបានណាទី2 habit ទម្លាប់អានេះ I wake up at 7ខ្ញុំក្រោកនៅម៉ោង7ត្រង់នេះមិនដឹងថា7ម៉ាន7ល្ងាចក៏7ព្រឹកបានដូចគ្នាដាក់បាននេះចង់ដាក់មិនដាក់ចូល system 5អានេះគេហៅថា signal words signal នោះបកប្រែថាជាសញ្ញាអីក៏បានដែរយើងចង់បញ្ជាក់ថាវាជាសញ្ញាហើយនេះពាក្យសម្គាល់របស់វានៅក្រោមវាមានដូចជា always usually often sometimes every day never ដែលវាតកតងនៅបច្ចុប្បន្នថាតកតងវាថាធ្វើអីជាញឹកញាប់ឬក៏អត់ធ្វើអីបណ្ដោយនេះ always មានន័យថាជានិច្ចកាលមានអត់នេះ usually គឺជាធម្មតាហើយ often គឺញឹកញាប់ sometimes គឺជួនកាល every day គឺរាល់ថ្ងៃមានអត់នេះបើថាប្រើពាក្យ never ហ្នឹងហើយគឺមានន័យថាតាំងមួយជីវិតគឺអត់ដែលសំបីតែម្ដងនេះមិនដែលឬក៏មិនធ្លាប់គ្នាយើងនៅរៀនតាក់ទងនឹងអាពាក្យអស់នេះទៀតណាព្រោះអីវាមិនមែនជាក្រុមពាក្យដែលចេះតែប្រើណាគឺវាមានតាមភាគរយនៃពាក្យរបស់វាដែលយើងចង់សម្គាល់ថាវាកម្រិតណាវាមានតាមកម្រិតរបស់វាដូចគុណនាមអញ្ចឹងវាមានតាមកម្រិតរបស់វាឡើង7កម្រិតថាយើងគួរដាក់ណាមុនតាហ្នឹងវាជាលំដាប់នៃប្រភេទពាក្យអីហើយនេះវិធីចងចាំរបស់វាពាក្យទាំងនេះគឺវាស្មើនឹងជាធម្មតាឬក៏ការធ្វើដដែលអានេះ system says detector របៀបឆែករបស់វាឆែកពួកpresent simple ហ្នឹងstep 1តើវាជាអ្វីដែលដដែល repeat គឺបើថាដដែលមែនទេនេះទី2តើវាមានពាក្យ everyday ឬក៏ always មែនអត់ទី3តើវាជាការពិតជា fact មែនទេនឹងគេថាបើសិនជាមែននោះហើយវាជា present simple ចាំទៅថាពួកណាដែលវាទាក់ទងនឹងបច្ចុប្បន្នកាលដែលវាថាវាជាទម្លាប់វាជាការពិតវាជាអីដែលជាការពិតមិនអាចប្រកែកបានឬក៏ធ្វើយូរហើយក្នុងពេលឥឡូវគឺគេប្រើពួកប្រភេទក្រុមpresent simple warning zone គឺតំបន់គ្រោះថ្នាក់
cứ đài vì ai thời dân trở lòng rồi có nị bán đi kêu vậy thôi chẳng không ai ông lấy hàng bỏ praiแต่bỏ prai mà cứ vì chừng mới anh đi sang hết đằng này nè tí mùi cứ pra khó chừng một bị nào ná bỏ prai mà cứ ở lời này tại không ai dân ở lời này cứ dân pra ban pì ở lời này là cái nào tha ở lời dân bông thưa ấy của bán rồi có không pe dạ peประมาณở lời nè đây mình chỉ đặt tất cả mình chỉ nào có tất cả cứ ở lời nè cứ tụi bây giờ những đang hài tha bộ ai anh chứ cứ pra à tận này cô bảo biết cứ có bông thưa ấy phim mà chẳng này I eat now không bây giờ thì dân trong pra tha khi của bông từ nhà mà lời ní thì dân praแบบnày cứ tụi mình present continuous I am eating now so tha why cứ ná với sao nó có bông cạt lào hay simple cứ mình sầm đạo lời là ní tề rồi ấy dân có bông từ làm pi bộ à present simple đó môi tiệt pi cứ playtime as nè she eats ban trời tha why chẳng bạc miên marker cứ as nèเราจะนำสัมปอนประโยคนั่งควัดตันไหนเดี๋ยวสาวต้องเลยดำเนินเอาเจ้าขมายยังเมียนเตแต่เอาเลยแค่เมียนเจ้ายังจะได้ตราบอกเคตีใบปลาดูเดสข้อตำรงนี่ does she eat เดี๋ยวสาวแต่เก็บปรับให้ถ้า s คือด่าจมูกนั่งปี does นี่หายจังปวกเกียร์ได้เราปีกรอยเวียบัดด่าเตะเลยด่าตำรง verb one มา verb ที่มวยอ่ะสุดท้ายด้วยเนี่ย does mean every time คือไงจังเกียร์ซับแต่ตลอดมาตำรงดาววิ่งประหยัดได้จ้ะเพราะวิ่งจะล้อมจังกล่าวอันนี้ memory system ไอ้เด็กฝ่ายยังจำบ้านนะนี่ present simple วิสมานั่งจีบธรรมดาหรือก็เรื่องธรรมดาเปิดท่าธรรมดาตรงนี้คือมีในท่าวิกัดล่างหลังซ้ำไม่นั่งยังลองอารมณ์ยังกว่าเคยเรื่องเหตุการณ์นั่นคือวิหลังซ้ำไม่อารมณ์คือแบบหนึ่งโปรยวิเตตรงหนึ่งปัจจุบันการไม่นัดให้อันนี้ compassion การเปรียบเทียบ10คือเปรียบเทียบจมูกนั่งอ่านธรรมดาให้นั่งอ่านกับปกมันตอนเนี่ย present simple คือคนสนอว่าวิคือจีเรื่องธรรมดาหรือก็จีนในเตตรงหนึ่งอะไรให้ present continuous คืออะไรนี่ปัญตาคืออะไรคือไม่ได้ท่าเวียสายปตอหรือก็บรรดาสันยายอ้อยทรูสดับอ่ะนี่อุดหอ I eat rice คือวิธรรมดาแบบท่าเพียงยำใบจีตุ่มหลอกปัญตาบัสันจิเกดะมา I am eating rice อะไรนี่เพียงกับปองยำใบเคยมีข้าวขณีมวยคือจิตธรรมดาเพียงยำรอทั้งไงอะไรเนี่ยตอนมันกับปองแต่ยำไม่ปัญตาจังปรับทานยำรอทั้งไงแต่ I am eating rice คือเพียงกับปองแต่ยำปองใหญ่นี่มีในท่าใบกับปองแต่ในเครื่องมอดก็ได้กับปองแต่กันแต่ปรีไอ้จังอันนี้ final summary นี่ present simple มาหนึ่ง habit fact truth schedule habit นี่คือตุ่มหลอบ fake นี่คืออะไรจิกาเปิดได้วิมันไอประกายบาน truth truth นี่ก็เป็นแทนจิตสกได้เปิด schedule คือตารางไปเวลาอย่างกำหนดมาวะวิเอาเป็นตุ่มรง absent ที่คือตุ่มรงบัดจำ time ing time s time ไอแต่คือตุ่มรงด้วยกาเปิดวิมาจังหมอในรจนาสัมปอนมาวิด้วย verb one คือยัง time s หรือก็ es หรือก็ pra do ให้หนึ่ง does จบไม่เรียน present simple